ជំរាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះជួបនឹងខ្ញុំក៏អញ្ចឹងខ្ញុំចង់នាំពុកម៉ែបងប្អូនទៅតាមដានទស្សនាវីដេអូពេញរបស់ខ្ញុំទាំងអស់គ្នាហើយจะមានកម្មវិធីជាច្រើនមានទាំងកម្មវិធីចាប់កង្កាហើយដើរឡើងទឹកធ្លាក់នៅរូងដនផ្សាយអញ្ចឹងពុកម៉ែបងប្អូនផែជាឆ្ងល់ហើយមែនអត់តើដើរឡើងទឹកធ្លាក់រូងដនផ្សាយសោះហេតុអ្វីទៅឃើញវីដេអូចាប់កង្កាចាក់ពោះហើយហូបបាយជុំគ្នានៅផ្ទះទៅវិញអញ្ចឹងក៏ខ្ញុំសូមរៀបរាប់ពីដំណើរដើមតងមូលហេតុថាខ្ញុំធ្វើដំណើរទៅលេងទឹកធ្លាក់ហើយរៀបចំដុតភ្លើងហើយក៏ជាពិសេសហ្នឹងដំណើរដើមតងថាមូលហេតុអីបានជាវីដេអូនេះទៅមានកង្កែបឆ្លុះពីយប់ទៅវិញហើយនៅសកម្មភាពជាច្រើនពេលដំបូងនោះនេះខ្ញុំរៀបអវ៉ាន់ទៅថាតលេងទឹកធ្លាក់រូនដុនសាយប៉ុន្តែដោយសារតែមេឃភ្លៀងខ្លាំងពេកអង្គុយពីរងទីសុកមានណាបងលីគាត់មកដើរលេងគាត់មកពីភ្នំពេញគាត់មកប្រែងដល់ផ្ទះបងប្អូនអើយគាត់មកមានតែប្រាប់ខ្ញុំនិងក្រីនិងធីទេគាត់មកប្រែដល់ផ្ទះសំណាងដែរមកជួបត្រឹមតែកន្លះម៉ោងទៀតជួបខ្ញុំទេខ្ញុំទៅលេងទឹកធ្លាក់អញ្ចឹងក៏អង្គុយប្រែកគ្នាមកស្ទុះមកក៏ចាប់ដើមបងលីក៏រៀបចំឲ្យវ៉ាន់ដូខោក៏ចាប់ដើមមេចាប់ដើមយប់បន្តិចក៏ខ្ញុំពេលបងធីក៏រៀបចំទៅដល់ឆ្លោះកង្កែបហើយសកម្មភាពដែលខ្ញុំធ្វើដំណើរទៅឆ្លោះកង្កែបតាមផ្លូវគឺតាមវាលស្រែនៅឯចុងភូមិហើយខ្ញុំដល់នេះក៏ឃើញកង្កែបមួយធំមួយពងបងប្អូនចាប់មកនឹងពេញដៃបងប្អូនហើយកង្កែបនេះហើយការចាប់របស់ខ្ញុំយប់នេះបងប្អូនហើយចាប់បានឲ្យខ្ញុំទៅនេះគឺទៅក្រោយគេទេបងប្អូនហើយទៅក្រោយគេទៀតហើយបើសិននេះទៅតាំងពីក្បាលប្រលប់ក្បាលពីភ្លឺដូចគេនឹងបានប្រហែលទៅបងប្អូនហើយដោយសារតែជាប់បងលីគាត់មកយើងអង្គុយប្រែកគ្នាពុកប្រាក់ទៅចូលជាប់ទៅរៀងយូរទៅយកពេលដល់ម៉ោង8បានចេញឆ្លងកែព្រះបងធីហើយទីនោះមែននិយាយមែនបងអើយធីមកចេញប្រកែចាប់កង្កែបដែរបងធីចាប់មកដៃមួយម្ដាយពីរកន្លែងនេះខ្ញុំឆ្លោះមើលអត់ឃើញទេបងប្អូនហើយគាត់មកងាកមកឃើញមុខខ្ញុំឆ្លោះមើលអត់ឃើញទៀតគាត់មកឃើញចាប់ទ្រុបបានកង្កែបហើយយប់ហ្នឹងកង្កែបដែលចាប់ឃើញក្នុងតងរងច្រើននឹងធីអ្នកចាប់បានច្រើនជាងគេខ្ញុំនិយាយរួមទៅបានតែកង្កែប5ទៅហើយអ្នកសัตว์នេះបងប្អូនអបែដឹងមកពីណាទេបងប្អូនអត់ស្គាល់គ្នាតែខ្ញុំពងតែថតលេងគាត់ជន់យកទៅបាត់ហើយធីចាប់កង្កែប2ចូលឌឺបងងាកបានក្នុងធីនេះហើយខ្ញុំក៏ឆ្លោះមកឃើញកែបលងរុនយ៉ាតែពេលនេះបានដឹងធីវិញចេះអត់ហៅទីទៀតមកបណ្ដោយមានអាកាបហ្នឹងបានកែបហ្នឹង1 3 1គីឡូបងប្អូនហើយការដែលដើរឆ្លងកែបមួយយប់ហ្នឹងពេលទីហ្នឹងបានកែប2ទៅ3គីឡូវិញដាក់ថ្លឹងតែប៉ុន្តែការស្មានរបស់ខ្ញុំត្រង់2ទៅ3គីឡូហើយនេះកន្លែងនេះគឺរៀតដៃចាក់បានមួយហើយរៀតដៃបន្ទានកែបនៅកន្លែងទៀតប៉ុន្តែចាក់ទៅរួចដោយសារគាត់ថាដងថ្នហ្នឹងខ្លីពេកតែកយឯងត្រូវដងថ្នខ្លីពេកចាក់បានការពិតបោដៃគាត់អន់ហើយការពិតកែបនៅដុំនេះច្រើនមែនបងប្អូនប៉ុន្តែដោយសារមានបងប្អូនអ្នកនៅក្នុងស្រុកក្នុងភូមិយើងមកឆ្លោះដែរយើងបងប្អូនហើយភ្លៀងនេះមិនមែនភ្លៀងដើមឆ្នាំទេបងប្អូនភ្លៀងគេអ្នកភូមិចាប់កែបបាន4 10ដងហើយបងប្អូនហើយក៏មានបងប្អូនខ្លះក៏ដាក់លបដាក់អីចឹងណាបងប្អូននេះពុះហើយពោះហ្នឹងមិនមែនពោះព្រៃព្រោះអីគឺពោះព្រៃបងប្អូនមានពណ៌7ពណ៌9ពណ៌នោះហើយថែមនេះចាក់ម្ល៉េះកាត់មកតោចូល1គីឡូនេះបងប្អូនហើយក៏ភ្លៀងមួយមេនេះបងប្អូនហើយទឹកហូរហ្មងអញ្ចឹងពីព្រឹកបានដល់នេះបងលីចេញកុងទ័រហើយព្រឹកក្តីនោះនាំខ្ញុំទៅធ្វើចកែបធ្វើម្ហូបដើម្បីហូបជុំគ្នាជាមួយបងលីហើយរួចពីយើងធ្វើម្ហូបអានេះឆាយគេឆាពីប្រូធ្វើម្ហូបឆាពីប្រូហ្នឹងហូបជុំគ្នាហើយដួសបាយហូបជុំគ្នាអស់ហើយក៏រៀបចំចេញដំណើរទៅលេងទឹកធ្លាក់រូងដុនសាយហើយបងប្អូនចង់ប្រាប់ថាទឹកធ្លាក់រូងដុនសាយនេះអត់ឆ្ងាយទេបងប្អូនទឹកធ្លាក់រូងដុនសាយនេះគឺធ្វើដំណើរចេញពីផ្ទះខ្ញុំរយៈពេលជិះម៉ូតូយូរបំផុត23នាទីហើយយើងដើរពេលលេងម៉ូតូទៅទឹកធ្លាក់រូងដុនសាយដើរទៅថា2នាទីចុះគឺដល់ទីតាំងហើយទឹកធ្លាក់រូងដុនសាយហើយតាមដែលយើងជិះម៉ូតូទៅលេងទឹកធ្លាក់រូងដុនសាយហ្នឹងគឺផ្លូវអត់មានអីពិបាកទេបងប្អូនឃើញវីដេអូនេះស្រាប់ហើយគឺយើងដល់មកឃើញផ្លូវភ្លឹងបងប្អូនជិះឡានបានប៉ុន្តែលើណាថាត្រង់កន្លែងទឹកធ្លាក់រូងដុនសាយហ្នឹងវាលក្ខណៈថាផ្លូវបានជិះម៉ូតូតែបងប្អូនហើយក៏ខ្ញុំសូមប្រាប់បងប្អូនពុកម៉ែបងប្អូនថាតាមដានវីដេអូនេះដែលឃើញវីដេអូនេះពុកម៉ែបងប្អូនទឹកធ្លាក់រូងដុនសាយគឺមិនទាន់ភ្ញៀវទេសចរណាស្គាល់ទេបងប្អូនហើយទេភាពទឹកធ្លាក់រូងដុនសាយនេះស្អាតមែនតើបងខ្ញុំសូមប្រាប់ម៉ែបងប្អូនថាទឹកធ្លាក់រូងសាយនេះគឺស្ថិតនៅក្នុងឃុំតាតែលើស្រុកថ្មបាំងតែម្ដងបងប្អូនបាទអញ្ចឹងតាមផ្លូវដែលយើងដើរទៅកន្លែងទឹកធ្លាក់រូងដុនសាយហ្នឹងបងប្អូនគឺផ្លូវតែអញ្ចឹងបងប្អូនហើយយើងដើរតាមកែបថ្មតាមអាងថ្មអញ្ចឹងហើយតាមកែបថ្មអាងថ្មអញ្ចឹងបងប្អូនអញ្ចឹងតាមអាងថ្មតាមរុនហ្នឹងបងប្អូនហើយសម្បូរ
បន្តែនរបបសัตว์ប្រជាបន្តែនបងប្អូនហើយសัตว์ប្រជានឹងតំបន់នេះអត់ទាន់មានណារមិនទាន់ណាធ្វើអីទេគេរកតែអាចវាទៅដាក់ជីត្រេនតែម្ដងតែបងប្អូនហើយដោយសារតែតំបន់ខាងនៅខាងឃុំថាតែលើខ្ញុំជីត្រេនភាគច្រើនក៏គេដាក់នឹងអាចប្រជាដែរបងប្អូនហើយក៏យើងងាកមើលបងធីវិញបងប្អូនហើយគាត់ដើរមកឬថាទីតាកប៉ិតយើងមកចាំមកពេលមីររឿងចង់ភ្លៀងបងប្អូនរមីចង់ភ្លៀងអញ្ចឹងនប់ជើងគាត់រៀងល្អគាត់ពាក់នប់ជើងសទៅតែយល់ថានប់ជើងហ្នឹងបងលីគាត់ទិញគាត់ទិញមកអត់ពាក់ទេគាត់យកនប់ជើងបងធីពាក់វិញអញ្ចឹងបងធីគាត់ដើររៀងល្អប៉ុន្តែមិនជាបញ្ហាអ្វីទេបងប្អូនហើយបងធីហ្នឹងគឺជាស្មាត់មួយដែលដើរព្រៃខ្លាំងដែរបងប្អូនដែលគាត់ដើរតាមភក្តីយូរហើយអល់ទេគឺដល់ឃើញទឹកធ្លាក់មើលឃើញទឹកធ្លាក់ច្បាស់អូបងប្អូនពិតជាស្អាតស្អាតមែនតើក៏ស្រែកមកថាវ៉ាវតែម្ដងបងប្អូនហើយកន្លែងនេះខ្ញុំមិនមកតែម្ដងទេបងប្អូនហើយខ្ញុំមកប្រហែល3 4ដងដែរប៉ុន្តែអ្នកថាខ្ញុំមកធម្មតាយើងដល់ពេលមកសាននេះក្នុងទីមកមានអារម្មណ៍ថាសប្បាយតែបងប្អូនហើយនេះយើងមកដល់កន្លែងគៀកទឹកធ្លាក់តែទឹកធ្លាក់ហើយនេះជាទឹកធ្លាក់ចេញពីរូងថ្មមែនតើបងប្អូនបាទរុនថ្មកម្រាស់ណាកម្រាស់2 ម៉ែត្រ 3 ម៉ែត្រប៉ុន្តែមានរុនមួយដែលសម្រាប់អុជទឹកហូរធ្លាក់តំរុនថ្មបងប្អូនហើយអញ្ចឹងបងប្អូនអ្នកដែលមិនទាន់បានមកលេងមិនទាន់បានមកស្គាល់អញ្ចឹងបងប្អូនហើយចាប់ពីថ្ងៃនេះតើបងប្អូនអាចមកដើរលេងបានព្រោះខ្ញុំនៅខែនេះគឺភ្លៀងខ្លាំងអញ្ចឹងអាចនឹងទឹកស្អាតតែនេះខ្ញុំលេងចុះមកបងប្អូនអូថ្មចង់បែកថ្មបងប្អូនឈឺមែនតើបងប្អូនឡែពិបាកឡែតែគឺខ្ញុំចុះមកខ្ញុំផ្លេចដោះទ្របជើងចុះមកតាមទ្របជើងកវែងយើងដើរព្រៃបងប្អូនឡែមកថ្មបុកនឹងថ្មនឹងម៉ងលើខៀវ2ថ្ងៃនៅបងប្អូនណាអញ្ចឹងវីដេអូនេះគឺខ្ញុំមកយកពេលទង3 4ថ្ងៃដែរខ្ញុំទៅកាត់ផុសឲ្យបងប្អូនមើលយកណាបងប្អូនណានេះទីភាពបងប្អូននេះមិនបាច់បោះយាយច្រើនដែរបងប្អូនហើយបងប្អូនគាត់ឃើញនេះស្អាតមែនតើហើយក៏ខ្ញុំសូមប្រាប់រឿងមួយដល់ពុកម៉ែបងប្អូនដែលអ្នកខ្លះដែលគាត់មិនទាន់ដឹងហើយរូងនៅស្អែកនេះគឺជារូងពីព្រំបរានមកបងប្អូនហើយពីវត្តសាស្ត្ររូងនៅស្អែកនេះគឺសម័យពីប៉ុលពតហ្នឹងគឺបងប្អូនលោកតាលោកយាយជ្រុនចាស់ពីបងត្បូងគាត់សម័យសង្គ្រាមហ្នឹងបងប្អូនបាទគឺសម័យសង្គ្រាមហ្នឹងគឺគាត់មកលាក់ខ្លួនពីការកិច្ចគ្រាប់ការសង្គ្រាមបាញ់កាប់ចាក់ហ្នឹងបងប្អូនសម័យប៉ុលពតហ្នឹងគឺគាត់មកកិច្ចខ្លួននៅក្នុងរូងនេះហើយបងប្អូនបាទគឺគាត់មកនៅរយៈពេលមិនតិចឆ្នាំនេះអ្នកខ្លះអ្នកតាលោកយាយខ្លះក៏រយៈពេលនៅ3 4 5ខែអ្នកខ្លះរស់នៅនេះដល់ឆ្នាំទៀតបងប្អូនអាចដល់2 3ឆ្នាំ3 4ឆ្នាំទៀតហើយមិនមែនថាខ្ញុំនិយាយហ្នឹងគឺខ្ញុំនិយាយពុតផកខទេក៏ពិតរឿងនេះជារឿងពិតមែនបងប្អូនហើយសកម្មភាពដែលខ្ញុំកាប់អស់ហ្នឹងគម្រោងរបស់ខ្ញុំហ្នឹងគឺកាប់អស់ដុតភ្លើងដើម្បីអាំងប្រជាហូបជុំគ្នាជាមួយបងធីតែវាបញ្ហានោះគឺមកដល់ទីតាំងកន្លែងនេះថារោប្រជាហ្នឹងអត់មានប្រជាទេបងប្អូនហើយគឺសត្វប្រជាដឹងតណាហោះអស់រលីងបងប្អូនបាទហើយតែដែលខ្ញុំមករោនេះមិនថារោទាំងប្រជាតែរោទាំងអាចវាទៀតដើម្បីយកត្រាក់ជីត្រេនបងប្អូនតែខុសបំណងអស់រលីងបងប្អូនហើយគឺអត់មានប្រជាលីងបងប្អូនណាយើងក៏មានអីតែបងប្អូនយើងក៏ដើរគួយគុណមើលទិដ្ឋភាពនៅជុំវិញថ្មរូងដុនក៏កលេចមើលជើងទៅបងប្អូនអីនេះទៀកបងប្អូនប៉ុន្តែអត់បញ្ហាទេទៀកនៅខែនេះអត់សូវសម្បូរទេបងប្អូនបាទហើយណាមួយទៅតំបន់កន្លែងនេះក៏អត់សម្បូរទៀកប្រហែលដែរបងប្អូនព្រោះវាមិនជាព្រៃជ្រៅមិនមែនជាព្រៃកន្លែងមួយដែលសម្បូរទៀកតែបងប្អូនហើយប៉ុន្តែសម្រាប់ខ្ញុំនៅបងធីទៀកប៉ុណ្ណឹងអត់បញ្ហាទេបងប្អូននេះគឺខ្ញុំដើរមើលនៅកន្លែងដែលរូងអាងចិត្តនឹងទៀតគេក្រែងក៏មានសត្វប្រជានៅមានអាចមានអីចឹងណាបងប្អូនតែបងប្អូនហើយណែមកជួបកន្លែងសត្វដើរនេះសត្វប្រមាណាបងប្អូនដល់នឹងសឹកដល់នឹងថ្មីថ្មពេលដល់នឹងសឹកបងប្អូនហើយសត្វប្រមានេះនៅដុំនេះស្បូមតែបងប្អូនហើយទីក៏ដើរតាមនេះគាត់ថាអូវ៉ាវស្អាតតែបងប្អូនគាត់ថាគាត់មិនដែលឃើញទេក៏គាត់អ្នកដើរព្រៃពីមុនមកជាអ្នកដើរព្រៃដែរតែអ្នកថាគាត់មិនដែលឃើញកន្លែងចឹងណាបងប្អូនហើយខ្ញុំដើរម្ដងរៃរួមភៀវនេះពិលខ្ញុំលងកបោកខ្ញុំស្ពីនឹងបើកបាត់អ៊ីអត់មានណាបើកមានអីប៉ះបើកដែរបងប្អូនហើយយើងចង់ភ័យបងប្អូនហើយខ្ញុំក៏ឡើងទៅលើនេះសាក់តែមើលគេឃើញភៀវឃើញអាចភៀវហ្នឹងណាបងដើម្បីយើងវ័យ1 2ធ្វើមហូបតែគេថាចូលទៅដល់ស្ងាត់ឈឹងអត់មានភៀវទេបងប្អូនបាត់ត្រង់អស់ហើយជាអ្នកផ្សេងអ្នកភូមិគាត់មកយកដល់បងប្អូនហើយស្ងាត់ឈឹងនេះបងប្អូនចាំមើលខ្ញុំឆ្លោះសម្បីអាចមកគ្របគាត់មានដែរបងប្អូននេះស្ងាត់ឈឹងបងប្អូនអើយនិយាយរួមថាខ្ញុំមកក៏មុនដែរបងប្អូននេះទាំងនេះ30 40ជាវហើយអាចវិញកើបក្នុងបាត់3 4 5គីឡូអញ្ចឹងខ្ញុំអត់ឲ្យខាត់ពេលយូរទេបងប្អូនក៏រស់រានពីដល់ចេញពីរូងអាងដើម្បីរៀបចំចេញទៅកន្លែងទឹកធ្លាក់រូងនៅផ្សាយដើម្បីបង្កាត់ភ្លើងគួយអាំងភ្លើងព្រោះយើងនឹងងាយមកដែរបងប្អូនព្រោះយើងមករៀបពេលមកហ្នឹងមកទាំងភ្លៀងជក់ខោអស់
តែវាអ្វីដែលយើងទៅខ្វាំដល់ហ្នឹងគឺថាយកមីយកបាយយកអីមកហូបជុំគ្នាបែបជាអត់បានវិចបាយវិចអីមកទេលក្ខណៈថាផ្លិចគ្រប់យ៉ាងផ្លិចអ្វីទាំងអស់មិនមែនថាអាផ្ទះចិត្តឲ្យទៅផ្លិចបញ្ហាចិត្តអត់ទេបងប្អូនគឺផ្លិចមែនប៉ុន្តែគេលើថាផ្លិចអីដែរមកដល់ព្រុកប្រែកគ្នាមកតិចពីចាប់ដើមដល់រៀងហែវហើយទីក៏ទៀកគាត់ថាទៀកខំជាខ្នងហើយក៏ចាប់ដើមដាក់អោមើលអត់ឃើញទៀកថាទៀកខំជាខ្នងអត់មានទេទៀកពីណាក៏យើងនិយាយថាយើងអង្គុយឈរមើលទឹកធ្លាក់ហ្នឹងធ្លាក់ជិវនេះគាត់ថាហេវមែនបងប្អូនឃើញថាហេវទៅខ្លាំងមែនក៏អ្នកថាអង្គុយប្រែកគ្នាពពថាយើងត្រូវបោះតង់បោះអីមិនមើលមកជើងក្រោយទៀតយើងនឹងដើរបោះតង់ថាយើងត្រូវបោះតង់ឌីកទាំងនេះអញ្ចឹងណាបងប្អូនបាទមានអីដល់ពេលនោះនិយាយពួកប្រែកគ្នាទៅមានអីទៀតចេះហេវទៅមានអីយើងអង្គុយផ្កាត់ភ្លើងតិចសិនទៅដើម្បីអាំងនេះអាំងនោះហូបតែដល់ពេលស្រ័យតាមើលអង្គុយជឿក៏ស្រ័យតាមើលអត់មានអីទាំងអស់មីទៀតអស់ក៏សម្រេចចិត្តដកត្រូវជូអង្គុយហូបជុំគ្នាពីអ្នកបងធីទៅវិញបងប្អូនអើយក៏ពិតជាកំសត់មែនទៅដល់លេងទៅធ្លាក់រូនស័យលើកទី1នាំបងធីទៅបែរជាហូបត្រូវជូអញ្ចឹងតែជីវិតយើងពិតជាមើលឃើញមែនផ្លិចមុខផ្លិចក្រោយក៏អង្គុយហូបត្រូវជូសុកក៏មានអារម្មណ៍ថាអីដូចជាអត់ឆ្អែតទេបងប្អូននៅក៏កលេចមកឃើញថ្មនេះទំនងក៏ដាក់មកឃ្លីបទៅបងប្អូនថ្មនេះមើលទៅស្អាតមែនតើបងប្អូនហើយរុក្ខជាតិដែលដុះជុំវិញផ្លូវរូនស័យកន្លែងទឹកធ្លាក់នេះឃើញថាស្អាតខៀវស្រងាត់តងក្រមម៉ាំងល្អមែនតើបងប្អូនអញ្ចឹងវីដេអូនេះក៏ខ្ញុំសូមអរគុណច្រើនបងប្អូនដែលតាមដានទាំងអស់គ្នាបងប្អូនបាទ